បងប្អូនដែលលេង TikTok ចង់បានបេះដូងចង់បាន share ច្រើនកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់បងមានគេឆ្ងល់នៅក្នុង TikTok យើងពេលផុសទៅមានអ្នក comment like share អីច្រើនមែនអាហ្នឹងមកពីមូលហេតុអីអូគេឆ្ងល់ថាthấyបាន TikTok ហាងយើងផុសទៅបាន view ច្រើនបានបេះដូងបាន like share ច្រើនហ្នឹងហើយឥឡូវបងប្រាប់ពីវិធីតាមកមើលជាមួយបងទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ TikTok យើងមកនេះហើយបងប្អូនមើលទៅលើ profile ថាយើងឈរទៅលើ account TikTok មួយណាហើយយើងចុចពាក្យបូកមកហើយយើងរកអាកន្លែងរូបភាពឬក៏វីដេអូដែលយើងចង់ផុសយើងចូលមកកាន់វីដេអូមកឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចង់ផុសវីដេអូនេះមួយ promotion iPhone 11តម្លៃ299ហ្នឹងទៅនេះហើយយើងចុចបន្តទៀតមកហើយយើងចុចបន្តទៀតបន្ទាប់ពីយើងចុចបន្តហើយយើងចាប់ផ្ដើមចូលដាក់ caption បងប្អូនដាក់ caption នេះដាក់មកដាក់ថានេះដាក់តិចដាច់អីចឹងមកនេះហើយបងប្អូននៅកន្លែងនេះគេហៅថា hashtag នេះបងប្អូនមាន hashtag តខ្លួនឬក៏អីគេយើងលុបអានេះខ្ញុំដាក់និយាយពី smartphone ដាក់ smartphone និយាយពី iPhone ដាក់ hashtag អស់ហ្នឹងមកបន្តមកទៀតបងប្អូនប្រកាសជាឃើញនៅកន្លែងនេះកន្លែង content នេះឥឡូវនេះបងប្អូនចុចចូលកន្លែងហ្នឹងមកយើងរងចាំបន្តិចនេះនៅខាងលើបងប្អូនចុចបើកវាបន្តមកទៀតកន្លែងនេះក៏បើកកន្លែងនេះក៏បើកកន្លែងនេះបើកបងប្អូនយកពាក្យ365ថ្ងៃចាំបន្តទៀតនៅកន្លែងវីដេអូកូដនេះយើង generate បន្តមកយើងចុចពាក្យ save continue បងហើយចុះមួយទៀតខ្ញុំឃើញនៅក្នុង TikTok ហាងឃើញផុសវីដេអូហ្នឹងហើយឃើញនៅក្នុង TikTok មួយទៀតឃើញផុសវីដេអូដូចគ្នានឹងដែរអាហ្នឹងបើមាន technique អីមែនបងប្អូនធ្លាប់តែឃើញនៅក្នុង Facebook page យើងផុសពីរ page ចូលគ្នាដែរអត់ហើយនៅក្នុង TikTok ក៏បងប្អូនធ្លាប់ឃើញដែរប៉ុន្តែកម្រឃើញមានប៉ុន្តែបងប្អូនធ្លាប់ឃើញ TikTok ខាងហាង Apple មានជ័យយើងគឺផុសម្ដងបានវីដេអូតែមួយឯងផុសបានម្ដង 3-4 account ក៏បានដែរឥឡូវមកមើលវីដេអូហ្នឹងឲ្យដល់ចប់ទាំងអស់គ្នាមកខ្ញុំប្រាប់ពី technique នៅក្នុងការផុសមេឲ្យបានពី3 account ចូលគ្នាអញ្ចឹងដល់ពេលដែលយើងផុសបែបហ្នឹងទៅធ្វើឲ្យ view ពីឡើងច្រើនបាន like បានបេះដូងបាន share ក៏វាច្រើនតាមនឹងដែរចាប់ invite collaborator ពាក្យ invite collaborator ហ្នឹងមកន័យថាគឺយើង add ជាមួយនឹង account TikTok ផ្សេងទៀតជាមួយនឹងវីដេអូហ្នឹងដែរបើន័យថាយើងផុសតែវីដេអូនេះមួយទេប៉ុន្តែធ្វើឲ្យឃើញនៅក្នុង account TikTok ដទៃទៀតអាហ្នឹងវាធ្វើឲ្យ video យើងកើនឡើងបាទនៅក្នុងនេះខ្ញុំធ្លាប់ផុសដាក់ក្រុមជាមួយគ្នាហើយអញ្ចឹងវាមាននៅក្នុងហ្នឹងទៀតអានេះសម្រាប់ TikTok ខាងហាងខ្ញុំមាន2 account ផ្សេងទៀតគេចុចតាមអញ្ចឹងមកចុចតាមមកបងប្អូនឃើញពាក្យបន្តទៀតហើយនេះកន្លែង everyone can view this post ហ្នឹងកន្លែងហ្នឹងគេសួរថាតើយើងចង់ឲ្យអ្នកណាឃើញផុសនឹងខ្លះហើយយើងដាក់ everyone មកន័យថាឃើញទាំងអស់គ្នានេះយើងយកកន្លែងហ្នឹងហើយអូខេយើងយកកន្លែង tray 3មក option ន័យថាមុខងារផ្សេងៗនៅកន្លែងនេះគឺយើងបើក comment បើកអាកន្លែង review content AI generate content នេះយើងបើកដែរកន្លែង playlist បើសិនជាប្រភេទវីដេអូបងប្អូនបែបចែករំលែកឬក៏វីដេអូ promotion បងប្អូនដាក់ playlist មកនេះឥឡូវបងប្អូនទៅខ្ញុំដាក់ក្នុង playlist លើប្រើប្រាស់ iPhone នេះយើងដាក់ក្នុង playlist តទៅទៀតបើសិនជាបងប្អូននៅកន្លែងនេះ allow high quality upload នេះវាអត់ទាន់បើកទេបងប្អូនទៅបើកវាមួយដើម្បីឲ្យការផុសវីដេអូយើងច្បាស់តទៅទៀតយើងចុចថយមកវិញមកនេះកន្លែងហ្នឹងវាបើកហើយបងប្អូនចុចផុសទៅហើយជាការស្រេចតែប៉ុណ្្នឹងទេអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការផុសនៅក្នុង account TikTok យើងនឹងហើយបងប្អូនចូលទៅក្នុង account TikTok ផ្សេងទៀត2-3ផ្សេងទៀតដែលយើងបាន invite collaborator ចូលមួយគ្នានោះបងប្អូនចូលទៅ accept យកវាមានពាក្យ review បងប្អូន accept យកទៅគឺវីដេអូហ្នឹងនឹងរត់ចូលទៅក្នុង account TikTok ផ្សេងទៀតហើយអញ្ចឹងបើសិនជាបងប្អូនធ្វើតាមការណែនាំខ្ញុំហើយបងប្អូនមានចំណងកន្លែងណាឬក៏ធ្វើទៅវាអត់ឃើញបែបណាបងប្អូនអាច comment នៅខាងក្រោមវីដេអូបានបងប្អូនឆ្ងល់កន្លែងណាខ្ញុំនឹងឆ្លើយនៅអ្វីដែលបងប្អូនឆ្ងល់បន្ថែមទៀតឬក៏មួយទៀតបងប្អូនកុំភ្លេច follow ឬក៏ subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូចែកចម្លែកទៅលើល្អៗផ្សេងទៀតជាបន្តទៀតអរគុណច្រើនបងប្អូន